ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះបង្ហាញពីការដុតមាន់ថ្ងៃនេះផ្ទៃដុតមាន់ឲ្យញ៉ាំបងប្អូនអញ្ចឹងគ្រឿងផ្សំរបស់ខ្ញុំអត់មានអីច្រើនទេយើងប្រឡាក់មាន់នេះយើងប្រឡាក់ទឹកស៊ីអ៊ីវហើយនឹងប្រេងខ្យងទៅហើយយើងប្រើខ្ទឹមក្រហមខ្ទឹមសគល់ស្លឹកគ្រៃហើយនឹងល្ខោចសើចយើងចាប់ផ្ដើមប្រឡាក់ឲ្យវាចូលជាតិដូចក្នុងវីដេអូដែលបងប្អូនបានទស្សនាអញ្ចឹងយើងប្រឡាក់វាឲ្យចូលជាតិអស់ហើយយើងយកគ្រឿងទាំងអស់ហ្នឹងញាត់ចូលក្នុងពោះវាបងប្អូនគល់ល្ខោចល្ខោចសើចខ្ទឹមហ្នឹងយើងញាត់ចូលក្នុងពោះវាទៅហើយយើងផ្អាប់ទុកចោលប្រហែលជា10នាទីចាំយើងយកទៅដាក់ដុតនៅក្នុងឆ្នាំងយើងផ្អាប់វាទុកចោលមួយសន្ទុះទៅ10នាទីឲ្យវាចូលជាតិហើយយើងចាប់ផ្ដើមយកស្លឹកគ្រៃនេះយកមករៀបនឹងបាតឆ្នាំងហើយយើងដាក់ប្រេងសណ្តែកចូលទៅយើងដាក់យកមាន់ទៅដាក់ដុតហ្មងបងប្អូនធ្វើអញ្ចឹងវាឈ្ងុយមាន់ឈ្ងុយល្អហើយអត់ធំក្លិនឆ្អាបអីទេវាឈ្ងុយស្លឹកគ្រៃបងប្អូនភ្លើងយើងមិនចាំបើកខ្លាំងបងប្អូនយើងដាក់ភ្លើងប៉ុណ្ណឹងបានហើយចឹងខ្ញុំដុតមាន់នេះខ្ញុំចំណាយពេលប្រហែលជាជិត1ម៉ោងបងប្អូនចឹងវាឆ្អិនល្មមឆ្ងាញ់ហ្មងចឹងយើងដុតមាន់យើងអាចប្រើពេល40នាទីទៅ60នាទីមាន់យើងឆ្អិនល្មមហើយបងប្អូនចាប់ផ្ដើមឈ្ងុយបណ្ដើហើយបងប្អូនយើងដុតចឹងវាឈ្ងុយក្លិនល្ខោចឡើងឈ្ងុយពេញផ្ទះហ្មងបងប្អូនគាត់តែឈ្ងុយហ្នឹងឃ្លានបាយបាត់មាន់អត់តាន់ឆ្អិនផងចាបងប្អូននេះសម្រស់មាន់របស់យើងចិត្តឆ្អិនហើយចាប់ដើមក្រហមតិចៗហើយខ្ញុំមកប្រែវាចាំមើលទៅសម្រស់ក៏ដឹងតែឆ្ងាញ់ដែរបងប្អូន
ចឹងចាប់ផ្ដើមញ៉ាំឲ្យបងប្អូនមន់ឆ្អិននេះចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់នាងខ្ញុំ